បាទនេះគឺជារបៀបនៃការកណនាកម្រិតស៊ីសាំងរបស់ឡានព្រុសយើងដោយសារតែមានបងប្អូនគាត់សួរច្រើនបាទនៅតែសួរនៅតែឆ្ងល់ពីរបៀបនៃការកណនាកម្រិតស៊ីសាំងហ្នឹងតើយើងត្រូវកណនាមិនអញ្ចឹងណាបាទនេះគឺជាcurrent MPG បាទដែលយើងជិះទៅគឺវាចេញ current នៅលើនេះអញ្ចឹងណាបងប្អូនបាទកន្លែងនេះកន្លែងអាគុយបាទឡើងចុះហើយនេះគឺជា average បាទ average ហ្នឹងវាជាមធ្យមភាគ MPG បាទវាជាមធ្យមភាគនៃការស៊ីសាំងបាទសរុបវាមកកណនានៅកន្លែងហ្នឹងអញ្ចឹងបងប្អូនបាទអញ្ចឹងអាកន្លែងនេះបាទ current បាទវា load រយៈពេលប្រហែលនាទីម្ដងបងប្អូនបាទនេះវាគ្រាន់តែជា current ទេហើយវាយកមកបូកបញ្ចូលជាមួយនឹង average កន្លែងនេះបាទ MPG សរុបអញ្ចឹង MPG ហ្នឹងវាជាអីបងប្អូនបាទ MPG ហ្នឹងវាជាការកណនាមធ្យមភាគនៃកម្រិតស៊ីសាំងបាទវាជាមធ្យមភាគនៃកម្រិតស៊ីសាំងរបស់ឡានយើងអញ្ចឹងតើ100គីឡូស៊ី1លីត្រ200គីឡូស៊ី1លីត្រគេមើលកន្លែង MPG ហ្នឹងគាត់ថាឲ្យវាច្បាស់ 100% មិន 100% ទេបងប្អូនពាក្យថាមធ្យមភាគគឺវាមិនអាច 100% ទេបាទវាអាចបាន85ទៅ 90% តែប៉ុណ្្នឹងឯងបាទឲ្យវាត្រូវបាទប៉ុន្តែឲ្យវាត្រូវ 100% គឺมันអាច 100% ទេខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងដើម្បីកណនាបានបាទយើងត្រូវធ្វើម៉េចទី1យើងឃើញមើលຂະຫນាត MPG របស់យើងបាទ53 MPG បាទហើយ100កន្លែងនេះបងប្អូនខ្ញុំបញ្ជាក់ MPG ហ្នឹងតើតែបងប្អូនជិះចាប់ពី100ម៉ាយឡើងបានយើងគិតត្រូវបងប្អូនបាទបើយើងជិះបានត្រឹម20 30ម៉ាយ10ម៉ាយ5ម៉ាយទេគឺយើងកណនាមិនត្រូវទេអញ្ចឹងបងប្អូនបាទអញ្ចឹងអានេះ100ម៉ាយបងប្អូនបាទ124ម៉ាយអញ្ចឹង1ម៉ាយស្មើប្រហែលគីឡូបងប្អូនបាទជាដំបូងយើងត្រូវដឹងសិនបាទ1ម៉ាយស្មើនឹង 1.6 គីឡូបាទ1ម៉ាយអញ្ចឹងបើ100ម៉ាយគឺស្មើនឹង160គីឡូហើយបងប្អូនបាទ100ម៉ាយគឺស្មើនឹង160គីឡូហើយចុះ124ម៉ាយ124ម៉ាយស្មើប្រមាណអញ្ចឹងយើងចង់ដឹងច្បាស់យើងអាចកណនាបាទក្នុងកាសូយើងមកទី1យើងយក1.6 បាទកម្រិតម៉ាយរបស់យើងបាទគឺ 1.6 ហ្នឹងហើយគុណជាមួយនឹងនេះបាទ MPG របស់យើងគឺ100ស្ស្រ័យបាទម៉ាយរបស់យើងគឺ124ម៉ាយអញ្ចឹងយើងយកຂະຫນាតមកបាទຂະຫນាតម៉ាយគឺ1.6បាទຂະຫນាតគីឡូបងប្អូនជាស្រ័យបាទຂະຫນាតគីឡូគឺ 1.6 បាទ1ម៉ាយបាទ1ម៉ាយស្មើនឹង 1.6 អញ្ចឹងយើងគុណជាមួយនឹងម៉ាយនេះមកបាទ124ម៉ាយបាទនេះអញ្ចឹងវាស្មើនឹង198គីឡូបងប្អូនអញ្ចឹងមានន័យថា124ម៉ាយស្មើនឹង198គីឡូ.4អញ្ចឹងទៅបាទ198គីឡូកន្លះចុះយើងអាចនិយាយអញ្ចឹងបាទអញ្ចឹងអានេះយើងត្រូវដាក់1.6 នេះមានន័យថា1គីឡូកន្លះបងប្អូនបាទ1គីឡូ60 1គីឡូជាស្រ័យបាទ1.6បាទគុណនឹង24អា24នេះគឺយើងដាក់ជាម៉ាយបងប្អូនបាទដាក់ជាម៉ាយគុណមកហើយអញ្ចឹងយើងចង់ដឹងតើ100គីឡូឡានយើងស៊ី1លីត្របងប្អូនបាទអញ្ចឹងអ្វីដែលយើងចង់ដឹងគឺ100គីឡូស៊ី1លីត្រអូខេឥឡូវយើងបាទគុណមកបងប្អូនបាទទី1គឺយើងត្រូវយកមិនបាទຂະຫນាត MPG បាទ235ហើយ235ហ្នឹងសួរបានពីណានេះបងប្អូនបាទយើងអាចមកមើលនេះមកនេះយើងបានពីបាទ MPG 2បាទ100គីឡូម៉ែត្របងប្អូនបាទមើលអត់សូវច្បាស់បាទ MPG 2 100គីឡូម៉ែត្របាទយើងអានេះវាជាຂະຫນាត MPG បងប្អូនបាទ235ហ្នឹងបាទវាជាຂະຫນាត MPG អញ្ចឹងបងប្អូនបាច់ខ្វល់ច្រើនទេថាវាយ៉ាងម៉េចបងប្អូនគ្រាន់ដាក់ຂະຫນាត235នឹងមកវាជាຂະຫນាត MPG បាទអញ្ចឹងចុច235យើងចែកជាមួយនឹងបាទនេះចែកជាមួយនឹងនេះបងប្អូនបាទ53បាទ53ចឹងមកយើងចុច5នឹងមិនបាច់ដាក់ក៏បានដែរបងប្អូនបាទគាត់ចែកជាមួយនឹង53អញ្ចឹងមកយើងឃើញកម្រិតស៊ីសាំងរបស់យើងហើយបាទយើងឃើញ4.4 លីត្របាទអញ្ចឹងកម្រិតស៊ីសាំងរបស់យើងគឺ 4.4 លីត្រឧទាហរណ៍ថា235 MPG បងប្អូនបានត្រឹម40ទេអានេះខ្ញុំឧទាហរណ៍ថា MPG បាន40អញ្ចឹងយើងដាក់ចែកនឹង40មកបាទអញ្ចឹងមានន័យថាឡានយើងគឺស៊ីសាំង100គីឡូ5លីត្របងប្អូនបាទ100គីឡូ5លីត្រអញ្ចឹងដូចឡានខ្ញុំនេះបាទ53បាទ53អញ្ចឹងវា100គីឡូស៊ី4លីត្រជាងទេបាទដល់5លីត្រទេនេះគឺជារបៀបនៃការកណនាកម្រិតស៊ីសាំងបងប្អូនបាទកម្រិតស៊ីសាំងរបស់មិនថាឡានព្រុសឬក៏ឡានអីផ្សេងទេបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់បាទទី1គឺយើងត្រូវដឹងបាទពីຂະຫນាត MPG យើងគឺយើងគ្រាន់តែយក235អញ្ចឹងមកបាទចែកជាមួយនឹង MPG របស់យើងនេះ MPG 53ឬក៏ MPG បងប្អូន35 40ដាក់តាមហ្នឹងមកណាបាទឧទាហរណ៍ថា MPG 35អញ្ចឹងយើងចែកជាមួយនឹង35អញ្ចឹងមកបាទមានន័យថា100គីឡូស៊ី6លីត្រ
បាទឡានយើងគឺ100គីឡូស៊ី6លីត្របាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនអរគុណច្រើន